ជាមួយនឹង4បាទហើយជាខ្សែផងដោយសារគូសរសេរនៅលើកុំព្យូទ័រអញ្ចឹងវាអត់សូវច្បាស់ទេអត់សំទោសគឺវាអត់សូវត្រង់ដោយសារតែគ្រូបាក់សេដោយសារគ្រូសេម៉ៅអញ្ចឹងយើងអធិស្ឋានផងដោយសារពេលខ្លះខ្លាចលោកគ្រូសរសេរទៅវាអត់ស្អាតទេណាប៉ុន្តែការគណនាគឺចង់បង្ហាញពីរបៀបគុណទេគឺអត់បានបង្ហាញពីរបៀបសរសេរអក្សរស្អាតទេណាអញ្ចឹងពួកយើងព្យាយាមមើលទៅបាទអញ្ចឹងនេះយើងធ្វើម៉ានធីគឺបែបនេះបាទអញ្ចឹងយក3គុណនឹង4 3 4ដល់ម៉ានទៅយើងបាទ3 4ដល់គឺ12ដូចយើងធ្វើម៉ានធីបូកអញ្ចឹង3 4ដល់សូមមានលេខមក3 4ដល់គឺ12បាទឥឡូវគ្រូលោកសិនសាគ្រូសេចូលដៃបាទ3 4ដល់គឺ12បាទ3 4ដល់គឺសូមមានលេខ3 4ដល់3 3 2ដល់6 3 3ដល់9 3 4ដល់10 12បាទអញ្ចឹងបាន10 12អញ្ចឹងនេះជាចម្លើយអញ្ចឹង3 4ដល់បាន12អញ្ចឹងយើងសេខាងចម្លើយនេះគឺ10 12ជាខ្សែផងដោយសារតែពេលដែលគ្រូសរសេរបរិញ្ញាបត្រវីដេអូទៅវាលឺសំឡេងនៅខាងដោយសារខ្ញុំនៅគៀកខ្នល់អញ្ចឹងបើសិនជាលឺសំឡេងខាងទេសូមបងជាខ្សែផងដោយសារវាមានឡាននៅបានឆ្លងកាត់អញ្ចឹងណាបាទអញ្ចឹង3 4ដល់នេះគឺស្មើ12យើងធ្វើបានទីដូចខាងស្ដាំដៃហើយបានទីខាងឆ្វេងនេះគឺជាបានទីជួរបាទបាទនេះគឺទីខចុះបើទីខនេះគូមាន2តួគុណជាមួយ1តួមានន័យថាគឺយើងមានរហូតដល់10បាទ4ជាទង្រាយហើយលេខ1គឺជាទង្ដាប់អញ្ចឹងយើងមាន2តួគុណជាមួយ1តួនៅក្នុងការគុណលេខ2តួជាមួយ1តួតែយើងគុណលេខបាទអញ្ចឹងដល់ពេលយើងគុណយើងធ្វើអំណាចទីជួរគឺដូចទៅនឹងការបូកដកបាទដូចគ្នាគ្រាន់តែថាបូកដកបាទយើងធ្វើផ្សេងផលគុណគឺយើងធ្វើផ្សេងប៉ុន្តែនៅក្នុងការសរសេរគឺទង្រាយដាក់តាមទង្រាយត្រង់10ដាក់តាមទង្ដាប់ដូចគ្នាអញ្ចឹងឥឡូវយើងមើលទីខម្ដងទីខនេះបាទអញ្ចឹងទីខនេះបាទទីខគឺមាន14គុណជាមួយនឹងគុណជាមួយ4បាទគុណជាមួយ4បាទអញ្ចឹងយើងឃើញទង្រាយដាក់ក្នុងទង្រាយបាទអញ្ចឹងពីមុខលេខ4អត់មានទេដោយសារតែខាងក្រោមនេះវាមានតែ1ទង់ហើយលេខ14នេះវាមាន2ទង់អញ្ចឹងវាត្រូវឡើងលេខ4មកទង់ហ្នឹងហើយអញ្ចឹងទង្រាយដាក់តាមទង្រាយហើយទង់10នៅខាងទង់10បន្តមកទៀតអញ្ចឹងនៅក្នុងការគុណលេខគឺយើងយកគ្រប់តួនៃតួទី1នេះខាងក្រោមណានៅខាងឆ្វេងដៃយកគ្រប់តួនៃតួទី1ទៅគុណគ្រប់តួនៃតួទី2បាទអញ្ចឹងដោយសារតែតួសន្តោយើងយកគ្រប់តួនៃតួទី2ទៅគុណគ្រប់តួនៃតួទី1បាទដោយសារតែគ្រប់តួនៃតួទី2នេះគឺយើងមានតែ1តួទេអញ្ចឹងយើងអាចចាំបាច់គុណច្រើនដងនេះមានន័យថាយើងទៅគុណតែ1តួគឺយើងគុណបានចម្លើយស្អាតតែម្ដងអញ្ចឹងយើងយក4នេះទៅគុណគ្រប់តួនៃតួទី1បាទអញ្ចឹងដើម្បីគុណបានគឺយើងត្រូវចេះមេលេខមិនថាយើងសូត្រមេលេខមកបាទ4 4ដល់ម៉ែ16អញ្ចឹងបើសិនបាន16គឺយើងសរសេរលេខ6បន្តមកទៀតយើងកាន់ទុក1នៅលើបាទលេខ1បាទកាន់ទុកនៅលើលេខនៅពីមុខវាមកខ្ទង់បាទបើសិនបើយើងគុណជាមួយនឹងលេខទង្រាយយើងទៅកាន់ទុកនៅពីមុខខ្ទង់10នៅលើខ្ទង់10បាទអញ្ចឹងកាន់ទុកនៅលើលេខនៅមុខវាមកខ្ទង់អញ្ចឹង4 4ដល់16សេរី6កាន់ទុក1បន្តមកទៀត4ម្ដង4បាទ4បូកកាន់ទុក1បាន5បាទអញ្ចឹងចម្លើយរបស់យើងគឺបាន56បាទគឺបាន56បាទ4 4ដល់16កាន់ទុក1 4ម្ដង4បូកកាន់ទុក1គឺយើងបាន5អញ្ចឹងចម្លើយ14គុណជាមួយនឹង4យើងបាន56អញ្ចឹងបាន56បាទអធិស្ឋានភាសាគ្រូដៃយើងទៅលុបចេះថាមិនមកអញ្ចឹង4 4ដល់16បាទ16អត់សំទោសគ្រូច្រឡំសូត្រមេលេខសាថ្មីដោយសារយើងគុណឃើញចម្លើយហើយអញ្ចឹងយើងដាក់ចម្លើយវាមកអញ្ចឹង14គុណ14នេះបាន56បាទ56បាទអញ្ចឹងបានចម្លើយ56អញ្ចឹងខាងលើនេះកនេះគឺ12បងប្អូនយកច្រឡំលេខ2ដោយសារគ្រូសេរៀងគួចយកច្រឡំមើលលេខ2អត់ស្គាល់ណាគឺ12មានលេខ1បន្តមកទៀតលេខ2បាទអញ្ចឹងលេខ2នេះគ្រូសេរៀងស្ទាយតិចតែពេលអញ្ចឹងទៅវាអាចអត់សមរូបរាងលេខ2ណាតែគ្រូជាអានលេខ2តោះណាបន្តមកទៀតបាទអញ្ចឹងទីខគឺយើងបានដឹងហើយគឺគុណម៉េចដូចមកទីគ្រូធ្វើនេះឥឡូវចូលដល់ទីកតើទីកនេះគឺគុណម៉េចឥឡូវគ្រូធ្វើការលុបទីកនិងទីខចេញសិនដើម្បីឲ្យបាន space ដើម្បីយើងកណលេខបន្តទៀតបាទទីកនេះយើងមាន24បាទទីកនេះគឺយើងគុណលេខបាទ2ទង់ជាមួយនឹង2ទង់បាទមាញ់ខាងលើទីខគឺយើងគុណលេខ4ទង់សំទោស2ទង់ជាមួយនឹង1ទង់បាទអញ្ចឹងតែពេលដែលយើងគុណលេខ2ទង់2ទង់តើយើងគុណម៉េចបាទអញ្ចឹងដល់ពេលដែលយើងគុណលេខ2ទង់2ទង់បាទអញ្ចឹងយើងបាន24ទីកនេះ24នេះគុណជាមួយនឹង12យើងដាក់សញ្ញាគុណមកគុណជាមួយនឹង10 12យើងសេត្រូវតាមទង់ចេះដែរមកដូចគ្នាសេត្រូវតាមទង់ទង់រាយទៅតាមទង់រាយទង់10ទៅតាមទង់បន្តមកទៀតគឺយើងយកគ្រប់តួនៃតួទី2ទៅគុណគ្រប់តួនៃតួទី1បាទគ្រប់តួណាមានន័យថាយើងគុណម្ដងម្ដងឥឡូវនេះគឺចាប់ដើមយកបាទខ្ទង់រាយនៃតួទី2បាទខាងក្រោមនៅខាងឆ្វេងដៃនេះគឺលេខ2បាទគឺជាខ្ទង់រាយនៅតួទី2ទៅគុណគ្រប់តួនៃតួទី1បាទអញ្ចឹងគឺយក2នេះទៅគុណមុនគេបាទដោយសារ2នៅតួរាយអញ្ចឹង2 4ដល់8 2 4ដល់8បាទអញ្ចឹងសេលេខ8បន្តមកទៀត2 2ដល់4បាទពេលដែលយើងយកទៅគុណ4ហើយយើងទៅយកទៅគុណបន្តទៀតគុណលេខនៅពីមុខវាបន្តទៀតអញ្ចឹង2 2ដល់4អញ្ចឹងយើងសេលេខ4សេលេខ4មកបន្តមកទៀតយើង2នេះយើងគុណគ្រប់តួនៃតួទី1អស់ហើយមិនថាយើងយកលេខ2ទៅគុណគ្រប់តួនៃតួទី1អស់ហើយអត់មានលេខដែលត្រូវគុណទៀតទេបាទបន្តមកទៀតគឺយើងយកលេខ1នៅក្នុងលេខ2នេះដែលស្ថិតនៅក្នុងទង់10អញ្ចឹងយកលេខ1នេះទៅគុណគ្រប់តួដូចគ្នាបាទប៉ុន្តែយើងគុណហើយយើងដាក់ពីក្រោមពេលដែលយើងដាក់ក្រោមគឺយើងមើលដែរតែលេខ1នៅក្នុងម៉ានបើសិនជានៅក្នុង10យើងត្រូវដាក់ក្រោមក្នុង10ដូចគ្នាបាទអញ្ចឹង1 4ដល់4អញ្ចឹងពេលដែលយើងគុណឃើញពោលគឺយើងត្រូវដាក់ក្រោមក្នុង10ដូចគ្នាគឺយើងដាក់នៅនេះលេខ4នេះបាទដាក់ក្រោមនេះ8ណាតែគូសុំសេសាសាគូអូរី8បាទអញ្ចឹង1 4ដល់4 1 2ដង2បាទគឺយើងសេបាទកាលមកមួយទងដោយសារតែលេខ1វានៅក្នុង10អញ្ចឹងពេលយើងគុណដាក់ក្រោមទង10ដូចគ្នាដាក់ក្រោមលេខ8នេះយើងគុណមកមួយទងអញ្ចឹង1 2ដង2បាទយើងដាក់នៅដេញមកមុខមកបាទ1 2ដង2បន្តមកទៀតយើងធ្វើការបូកវាបញ្ចូលគ្នាបូកចម្លើយយើងគុណឃើញណាបូកវាបញ្ចូលគ្នាអញ្ចឹង8អត់មានបូកយើងតម្លាក់បានលេខ8
4 bạn bầu 4 cho bạn 8 hai tíនេះអត់មានបោកទេយើងទុំបាទអធិស្ឋានផងតាមពិតទៅបន្ទាត់របស់យើងគឺយើងគូត្រង់ណាប៉ុន្តែដោយសារតែគ្រូគូលើកុំព្យូទ័របាទហើយគូលើម៉ៅដែលធ្លាប់គូផងអញ្ចឹងធ្វើឲ្យកាត់គូនឹងគឺវាអត់សូវត្រង់វាអត់សូវមានអត់សូវត្រង់គឺវាអត់ត្រង់តែម្ដងគឺវាចំណងបាទអញ្ចឹងសូមបងប្អូនអធិស្ឋានអញ្ចឹងកន្លែងនេះគឺយើងគូត្រង់បន្ទាត់ហ្នឹងបាទឥឡូវនេះយើងបានគុណបាទឃើញចម្លើយហើយគឺមានន័យថា24គុណជាមួយនឹង12ឃើញចម្លើយ288បាទអញ្ចឹងយើងសេចម្លើយ200បាទ288បាទ288បាទនេះជាចម្លើយផគុណរបស់យើងបន្តមកទៀតឥឡូវយើងមើលទីខនេះគឺយើងមាន3ខ្ទង់គុណជាមួយនឹង2ខ្ទង់អញ្ចឹងក្នុងនៃការគុណគឺដូចគ្នាបាទទីគុណបាទសរសេរអត់ត្រូវតាមខ្ទង់ដូចគ្នាបាទទីខនេះបាទទីខចឹងទីខនេះយើងមាន125យើងមាន125បាទ125ដៃខ្ញុំអត់ត្រឡប់កាន់ម៉ៅអញ្ចឹងសរសេរវាយ៉ាងពិបាកតិចបងប្អូនគ្នាសូមអធិស្ឋានផងដោយសារត្រឡប់កាន់ម៉ៅពីមុនមកគឺប្រើម៉ៅតែឥឡូវពេលដែលគូសរសេរម៉ៅអញ្ចឹងវាមានអូលើអូខ្វះអញ្ចឹងណាអញ្ចឹងបាទយើងមាន125គុណជាមួយនឹងបាទគុណជាមួយនឹង45អញ្ចឹងសេទៅតាមខ្ទង់មក45បាទគុណមួយ45អញ្ចឹងយើងដាក់សញ្ញាគុណតមកនេះអូតតពីក្រោមមកបាទអូតតមកអញ្ចឹងយើងមើលយើងមានលេខ3ខ្ទង់គុណជាមួយនឹង2ខ្ទង់បាទអញ្ចឹងក្នុងការគុណលេខគឺយើងគុណដូចគ្នាបាទដោយលំនាំ2ខ្ទង់គុណ2ខ្ទង់ដែរគឺយើងយកក្របតួនៃតួទី2ខាងក្រោមនេះទៅគុណក្របតួនៃតួទី1ខាងលើបាទអញ្ចឹងតែគ្រូតែបញ្ជាក់ដែរអញ្ចឹងនៅក្នុងការគុណលេខគឺយើងបាទត្រូវតែចេះមេគុណជាដាច់ខាតបើអត់ចេះមេគុណគឺយើងគុណអត់ចេះកើតផងបាទអញ្ចឹងយើងគុណមកនេះចាប់ពីខ្ទង់រេមកលេខ5បាទសូត្រមេ5គុណឲ្យបានក្របតួជាមួយនឹងតួទី1បាទអញ្ចឹងយក5គុណមួយ5បាទ5ដង25នេះគឺយើងសរសេរលេខ5យើងសរសេរលេខ5បន្តមកទៀតគឺយើងកាន់ទុក2នៅលើលេខ2នេះបាទបន្តមកទៀតយើងយក5គុណមួយ2ហើយបូកមួយកាន់ទុក5 2ដង10មិនកាន់ទុក2អីអញ្ចឹងបូកមួយ2ទៀតមកចឹងបាន10 12 5 2ដង10បូកកាន់ទុក2វាទៅជា12បាទពេលបាន12គឺយើងសរសេរលេខ2អត់សរសេរលេខ12ណាយើងសរសេរលេខ2ដោយសារតែយើងមានលេខទៅគុណតទៀតបាទ5 2ដង10បូកកាន់ទុក2បាន12សរសេរលេខ2កាន់ទុក1អញ្ចឹង5ម្ដង5បូកកាន់ទុក1បាន5 6អញ្ចឹងយើងសរសេរលេខ5 1ឥឡូវនេះយើងយក5ទៅគុណក្របតួនៃតួទី1ឲ្យហើយឥឡូវនេះយើងបន្តយកលេខ4នេះទៅគុណក្របតួនៃតួទី1ដូចគ្នាបាទលេខ4គឺនៅក្នុងបាទខ្ទង់10នៃតួទី2បាទដែលយើងត្រូវទៅគុណបាទអញ្ចឹងយកលេខ4នេះទៅគុណក្របតួដែរអញ្ចឹង4 5ដង20 4 5ដង20អញ្ចឹងយើងសរសេរលេខ0ហើយយើងកាន់ទុក2 4 2ដង8 8បូក2បាទ10អញ្ចឹងយើងសរសេរលេខ0នេះគ្នាប៉ុន្តែយើងកាន់ទុក1សា10មានលេខ1លេខ0យើងកាន់ទុក1លើលេខ1 4ម្ដង4 4បូកកាន់ទុក1បាន5បាទបាន5បន្តមកទៀតយើងធ្វើការបូកបញ្ចូលបាទបូកបញ្ចូលមកបាទនេះប៉ុណ្ណេះយើងធ្វើមកទីបូកបាទ5នេះមានលេខបូកយើងទុំលាក់2បូក0បាន2បាទបន្តមកទៀត6បូក0បាន5 1ហើយ5អត់មានបូកទេយើងទុំលាក់អញ្ចឹងយើងបានចម្លើយនេះ5625យើងបានចម្លើយហ្នឹងបាទផលគុណរវាង125និង45គឺយើងទទួលបាន5625បាទ5625បាទ5625បាទឥឡូវនេះយើងបានបញ្ចប់បាទទីខឧទាហរណ៍ទីខបាទនៅក្នុងការគុណលេខបាទឥឡូវចូលដល់ទីងនេះយើងមានចំនួន4ទង់គុណជាមួយនឹង3ទង់បាទការគុណនេះគុណមកបាទអញ្ចឹងនៅក្នុងការគុណលេខគឺលំនាំវាអត់ខុសគ្នាទេបាទគឺលំនាំដូចគ្នាគាត់ថាវាមានខ្ទង់ខុសគ្នាតែប៉ុណ្្នឹងអញ្ចឹងនៅក្នុងការគុណគឺយើងទៅយកក្របតួនៃតួទី1នេះទៅគុណក្របតួជាមួយនឹងតួទី2ហើយយើងធ្វើការបូកផលគុណដែលយើងគុណឃើញយើងបូកមកឃើញចម្លើយម៉ាអាហ្នឹងគឺចម្លើយចុងក្រោយគេបើសិនបើមាន2តួគឺផលបូកមានតែ2ទេបាទបើសិនបើមាន3តួផលបូកមាន3តួបើសិនជាមាន4តួផលបូកវាមាន4តួបាទប៉ុន្តែដោយសារក្រោមមានតែ2តួទេអញ្ចឹងផលបូករបស់វាគឺមានតែ2ដូចគ្នាបាទអញ្ចឹងយើងបូកមកឃើញចម្លើយចុងក្រោយរបស់វាតោះនេះណាហើយនៅក្នុងការគុណលេខនេះដែរគឺពេលដែលយើងយកបាទខ្ទង់ទី10ដល់ខ្ទង់10ទៅគុណគឺយើងដាក់ក្រោមខ្ទង់10នេះលេខបន្តណាតួទី2តួទី2លេខ4នេះយើងគុណទៅខ្ទង់10អញ្ចឹងលេខបន្តទៀតសិនមានលេខតមកខ្ទង់ទៀតគឺយើងរុញមកខ្ទង់ទៀតអញ្ចឹងយើងគុណដាក់ក្រោមរុញមកខ្ទង់រុញមកខ្ទង់រហូតដល់ណាបាទឥឡូវនេះបាទដើម្បីកាន់ច្បាស់យើងចូលដល់ទីងបាទទីងនេះតែគុណមិនបាទទីងនេះងាយស្រួលទេដោយសារយើងមានលេខ0ដោយសារមានលេខ0យើងចង់គុណជាមួយលេខ0បានឬក៏យើងបាទបាច់គុណក៏បានដែរ0ចាំមកបាញ់តាមក្រោយក៏បានដែរប៉ុន្តែឥឡូវគូធ្វើការលុបនេះសិនគូធ្វើការលុបនេះសិនទីងបាទទីងនេះបាទទីងយើងមាន2100បាទ2120 2120គុណជាមួយនឹង400បាទយើងដាក់សញ្ញាគុណមកគុណមួយ400បាទអញ្ចឹងយើងសេឲ្យត្រូវតាមខ្ទង់មកគុណមួយ400
ok chẳng bây giờ dân xe hay ôm tuột máu ôm tuột vào về mũi bạn ok chẳng ôi trắng này chẳng ôi trắng này không phải gọi chứ cứ như là tới để chẳng xe trắng này bạn chẳng như chụp năm con mà này sôn đó sôn mũi chừng con sôn cái chừng bạn sôn pi đó sôn mà đó cái sôn này chẳng sôn con nó có mấy là sôn này sôn pi đó sôn dốc sôn trong cái con tiền chẳng như bây giờ con như đặt cắm cái dương một tuần chẳng sôn đó sôn mà đó sôn pi đó cái sôn tiền tao mà tên như là con đó buôn pi đó buôn sôn đó sôn buôn pi đó có bảy buôn pi đó có bảy như sẽ lên bảy bạn buôn mà đó buôn pi đó có bảy chẳng như sẽ lấy làm bảy sẽ lên bảy máu và tôi mà tiếp trên số cá bố cái chỗ kia tiệt bay nhưng mà bố chỗ kia tiệt bay chuồn máu số này anh bố trên tốn nè chặt áo số này thì chặt áo tiết số này bố chỗ kia cái bàn số này số bố cho mình nâng bảy chẳng như bàn tám bảy số bố bốn bàn bốn còn bảy anh bố tay chẳng bàn tôi để chặt áo máu chẳng như bàn còn bảy mà chắc chắn trong các bạn dânคือបានរាយ10 100 1000 10000បាទសែនបើយើងអានវាមានផ្ទុំមានថ្នាក់ទៀតយើងអាចអានថា8សែន 40000 8000ក៏បានឬក៏យើងអានថា44000 8000ក៏បានបាទអញ្ចឹងខ្ញុំបានចម្លើយចំក្រោយប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំបាន80000បាទ4000សំទោស8សែន 40000 8000បាទអញ្ចឹងខ្ញុំបានចម្លើយចំក្រោយប៉ុណ្ណឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបាទចេះគុណលេខទាំងអស់គ្នានៅក្នុងការបាទគុណលេខគឺយើងគុណបែបនេះគុណលេខណាគឺយើងតម្រៀបលេខតាមផ្ទង់របស់វាដោយវិធីបូកនិងវិធីដកដែរប៉ុន្តែគាត់ថានៅក្នុងការគុណលេខគឺយើងតម្រូវឲ្យចេះបាទមេលេខមានន័យថាយើងសូត្រមេលេខចាំទៅបាទយើងគុណបាទហើយយើងគុណដេញពីខ្ទង់ទី1បាទមានន័យថាពីខ្ទង់រាយទៅយកខ្ទង់រាយទៅគុណគ្រប់តួនៃតួទី1បាទ